ដល់ដំណាក់កាលលែងខ្លាចស្លាប់ហើយបើទោះបីជានាឡិកាមរណៈរាប់ថយក្រោយត្រឹមម៉ោង8យប់ស្អែកនេះក្តីក៏អ៊ីរ៉ង់ហាក់បីដូចជាមិនតក់ស្លុតបន្តិចចំពោះការគំរាមរបស់លោកដូណាល់ត្រាំទេអ៊ីរ៉ង់មានតែឆ្លើយតបដោយការព្រមានកំទេចមជ្ឈិមបូព៌ាឲ្យរលាយคล้ายទៅជាផេះប្រសិនបើលោកដូណាល់ត្រាំហ៊ានបំពេញខ្សែបន្ទាត់ក្រហមរបស់ខ្លួនអនុញ្ញាតស្វាគមន៍ជាថ្មីម្ដងទៀតមកកាន់វីដេអូអាប់ដេតព្រឹត្តិការណ៍ព័ត៌មានអន្តរជាតិសំខាន់នៅក្នុងវីដេអូនេះផងដែរខ្ញុំបាទសូមលើកយកព្រឹត្តិការណ៍ជាបន្តទៀតដែលកំពុងតែคล้ายទៅជាប្រធានបទដ៏ក្តៅគគុកនៅមជ្ឈិមបូព៌ាហើយក៏ជារឿងរ៉ាវដែលពាក់ព័ន្ធជាមួយនឹងវិបត្តិថាមពលសកលផងដែរស្ថានភាពសង្គ្រាមនៅមជ្ឈិមបូព៌ាបានឈានដល់ចំណុចផ្ទុះកម្រិតអាសន្នបំផុតហើយនៅថ្ងៃច័ន្ទនេះបន្ទាប់ពីបញ្ជាការយោធាកណ្ដាលរបស់អ៊ីរ៉ង់តាមរយៈទីភ្នាក់ងារកណ្ដាលខាតាំអាល់អានប៊ីយ៉ាបានចេញសេចក្តីថ្លែងការណ៍ព្រមានជាផ្លូវការអំពីការសងសឹកបំផ្លិចបំផ្លាញនិងរីករាលដាលកាន់តែធំឡើងនៅក្នុងកម្រិតដែលពិភពលោកមិនធ្លាប់បានឃើញពីមុនមកការគំរាមកំហែងយ៉ាងសាហាវនេះគឺការឆ្លើយតបដោយផ្ទាល់ទៅនឹងសម្ដីអសុរោះនិងការបង្ហោះសារតាមបណ្ដាញសង្គមរបស់ប្រធានាធិបតីអាមេរិកលោកដូណាល់ត្រាំដែលបានបង្គាប់ឲ្យអ៊ីរ៉ង់បើកច្រកសមុទ្រអកមូសជាបន្ទាន់បើមិនដូច្នោះទេអាមេរិកនឹងវាយប្រហារកំទេចរោងចក្រថាមពលនិងស្ពានយុទ្ធសាស្ត្រទូទាំងប្រទេសអ៊ីរ៉ង់បន្ថែមទៀតយោធាអ៊ីរ៉ង់បានសង្កត់ធ្ងន់ថាប្រសិនបើគោលដៅស៊ីវិលរបស់ខ្លួនសូម្បីតែមួយកន្លែងត្រូវបានប៉ះពាល់នោះដំណាក់កាលបន្ទាប់នៃប្រតិបត្តិការវាយលុករបស់ពួកគេនឹងធ្វើឲ្យតំបន់ទាំងមូលត្រូវឆាបឆេះនៅក្នុងអណ្ដាតភ្លើងសង្គ្រាមដែលមិនអាចគ្រប់គ្រងបានឡើយស្របពេលដែលពាក្យសម្ដីកំពុងតែពុះកញ្ជ្រោលសកម្មភាពយោធាជាក់ស្ដែងបានបង្កទៅជាសោកនាដកម្មឈាមនៅក្នុងទីក្រុងហៃហ្វាភាគខាងជើងប្រទេសអ៊ីស្រាអែលរួចជាស្រេចទៅហើយដែលជាកន្លែងមីស៊ីលបាឡីស្ទិករបស់អ៊ីរ៉ង់បានវាយប្រហារចំអគារលំនៅឋានកម្ពស់6ជាន់មួយកន្លែងបណ្ដាលឲ្យមានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅនិងប្រឈមជាមួយនឹងការដួលរលំរចនាសម្ព័ន្ធទាំងស្រុងក្រុមអ្នកជួយសង្គ្រោះអ៊ីស្រាអែលបានរកឃើញសាកសពមនុស្ស2នាក់ដែលជាប់នៅក្រោមគំនរបាក់បែកខណៈដែលកិច្ចខិតខំប្រឹងប្រែងកំពុងតែបន្តស្វែងរកមនុស្ស2នាក់ផ្សេងទៀតដែលកំពុងបាត់ខ្លួនមិនត្រឹមតែប៉ុណ្ណោះមីស៊ីលជាច្រើនគ្រាប់ទៀតត្រូវបានគេរកឃើញថាបានបាញ់សម្ដៅមកភាគកណ្ដាលប្រទេសអ៊ីស្រាអែលដែលបង្ខំឲ្យសេរ៉ែនវាយប្រហារតាមអាកាសបន្លឺសំឡេងឡើងឥតឈប់ឈរនិងបង្កនូវការខូចខាតដល់ទីតាំងជាង10កន្លែងផ្សេងទៀតនៅក្នុងទីក្រុងហៃហ្វារួមមានទាំងការបំផ្លាញរថយន្តនិងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ផងដែរភ្លាមនោះយើងងាកមកមើលស្ថានភាពនៅតាមបណ្ដាប្រទេសឈូងសមុទ្រវិញកងទ័ពគុយវ៉េតបានចេញសេចក្តីថ្លែងការណ៍ប្រកាសអាសន្នថាប្រព័ន្ធការពារដែនអាកាសរបស់ខ្លួនកំពុងតែធ្វើការយ៉ាងមមាញឹកបំផុតដើម្បីស្ទាក់ចាប់មីស៊ីលនិងយន្តហោះគ្មានមនុស្សបើករបស់អ៊ីរ៉ង់ដែលបានវាយប្រហារមកលើទឹកដីរបស់ខ្លួនជាបន្តបន្ទាប់អគ្គសេនាធិការកងទ័ពគុយវ៉េតក៏បានណែនាំឲ្យប្រជាជនកុំឲ្យមានការតក់ស្លុតចំពោះសម្លេងផ្ទុះដែលកើតឡើងព្រោះវាគឺជាលទ្ធផលនៃការស្ទាក់ចាប់គ្រាប់អាវុធសត្រូវពីលើអាកាសគួររំលឹកផងដែរថាកាលពីចុងសប្តាហ៍មុនអ៊ីរ៉ង់ក៏បានពង្រីកយុទ្ធនាការវាយប្រហាររបស់ខ្លួនយ៉ាងខ្លាំងក្លាមកលើហេដ្ឋារចនាសម្ព័ន្ធថាមពលដ៏សំខាន់រួមមានរោងចក្រគីមីឥន្ធនៈនៅក្នុងប្រទេសគុយវ៉េតបារ៉ែននិងអារ៉ាប់រួមដែលជាការបង្ហាញសាច់ដុំយោធាដើម្បីដាក់សម្ពាធទៅដល់សម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិកនៅក្នុងតំបន់នៅក្នុងសង្វៀននយោបាយអាមេរិកឯនោះវិញលោកដូណាល់ត្រាំកំពុងតែប្រឈមមុខជាមួយនឹងព្យុះរិះគន់យ៉ាងចាស់ដៃពីគ្រប់ទិសទីបន្ទាប់ពីលោកបានប្រើប្រាស់ពាក្យអសុរោះប្រមាថមើលងាយទៅដល់មេដឹកនាំអ៊ីរ៉ង់ជាពិសេសការគំរាមកំហែងដល់ការប្រព្រឹត្តឧក្រិដ្ឋកម្មសង្គ្រាមសមាជិកព្រឹទ្ធសភាជាន់ខ្ពស់លោកឈូកស្គមឺបានហៅទង្វើរបស់លោកត្រាំថាគឺជាភាពឈួតលីលាដែលធ្វើឲ្យសម្ព័ន្ធមិត្តឃ្លាតឆ្ងាយនិងបង្កគ្រោះថ្នាក់ទៅដល់សន្តិសុខជាតិខណៈដែលអតីតសម្ព័ន្ធមិត្តជិតស្និទ្ធគឺលោកស្រី Marjorie Taylor Greene ក៏បានងាកមកថ្កោលទោសសហរដ្ឋអាមេរិកជាពិសេសគឺរដ្ឋបាលលោកដូណាល់ត្រាំឲ្យស្វែងរកការអភ័យទោសពីព្រះជាម្ចាស់ចំពោះទង្វើដែលមិនសមជាគ្រឹះបរិស័ទទោះបីជាមានការរិះគន់យ៉ាងណាក៏ដោយលោកត្រាំនៅតែបន្តជំហររឹងត្អឹងរបស់លោកប៉ុន្តែលោកក៏បានបង្ហើបប្រាប់ប្រព័ន្ធផ្សព្វផ្
ផ្សាយផងដែរថាមានឱកាសល្អដែលកិច្ចព្រមព្រៀងអាចនឹងកើតឡើងនៅថ្ងៃច័ន្ទនេះដោយសារតែការចរចានៅពីខាងក្រោយឆាកកំពុងតែបន្តធ្វើយ៉ាងស្ងាត់ស្ងៀមតើរឿងនេះពិតដែរឬយ៉ាងណាឥឡូវនេះយើងងាកមកមើលការពាក់ព័ន្ធជាមួយនឹងកិច្ចខិតខំប្រឹងប្រែងសន្តិភាពរបាយការណ៍អំពី Axios បានទម្លាយឲ្យដឹងថាសហរដ្ឋអាមេរិកនិងអ៊ីរ៉ង់រួមជាមួយនឹងក្រុមអ្នកសម្របសម្រួលនៅក្នុងតំបន់កំពុងតែពិភាក្សាគ្នាហើយអំពីលទ្ធផលនៃបទឈប់បាញ់រយៈពេល45ថ្ងៃដែលអាចក្លាយទៅជាស្ពានរកការបញ្ចប់សង្គ្រាមជាអចិន្ត្រៃយ៍ទោះជាយ៉ាងណាក៏ដោយប្រភពដែលជិតស្និទ្ធជាមួយនឹងការចរចាបានប្រមានថាឱកាសនៃការសម្រេចបាននៅកិច្ចព្រមព្រៀងនៅក្នុងរយៈពេល48ម៉ោងខាងមុខនេះគឺមានតិចតួចបំផុតដោយសារតែការខ្វែងគំនិតគ្នាទៅលើលក្ខខណ្ឌសំខាន់មួយចំនួននេះគឺជាកិច្ចខិតខំប្រឹងប្រែងចុងក្រោយដើម្បីទប់ស្កាត់ការផ្ទុះឡើងនៃមហាសង្គ្រាមទ្រង់ទ្រាយធំព្រោះប្រសិនបើម៉ោង8យប់នាថ្ងៃអង្គារថ្ងៃស្អែកនេះចូលមកដល់ដោយគ្មានលទ្ធផលនោះមជ្ឈមបូព៌ានឹងត្រូវធ្លាក់ចូលទៅក្នុងជ្រោះមរណៈដោយជៀសមិនរួចនៅក្នុងវិស័យថាមពលនិងវិស័យវិទ្យាសាស្ត្រអង្គការថាមពលអាតូមិក AEOI បានថ្កោលទោសយ៉ាងធ្ងន់ធ្ងរចំពោះការវាយប្រហាររបស់សហរដ្ឋអាមេរិកនិងអ៊ីស្រាអែលទៅលើរោងចក្រធុនធ្ងន់ផលិតទឹក Condap ដែលបច្ចុប្បន្នត្រូវបានគេរាយការណ៍ថាបានឈប់ដំណើរការទាំងស្រុងហើយអ៊ីរ៉ង់បានចាត់ទុកទង្វើនេះគឺជាឧក្រិដ្ឋកម្មប្រឆាំងជាមួយនឹងវិទ្យាសាស្ត្រនិងសុខភាពមនុស្សជាតិព្រោះសារធាតុទាំងនេះគឺមានសារៈសំខាន់ណាស់សម្រាប់ការព្យាបាលជំងឺនៅក្នុងវិស័យវិទ្យាសាស្ត្រទំនើបគួរកត់សម្គាល់ថាទីតាំងនុយក្លេអ៊ែរដ៏សំខាន់ជាច្រើនរួមមាន Natanz, Bushehr ក៏បានរងការវាយប្រហារជាបន្តបន្ទាប់ដែលបង្កឲ្យមានការព្រួយបារម្ភកាន់តែខ្លាំងអំពីស្ថិរភាពនៃកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់និងផលប៉ះពាល់បរិស្ថានដល់តំបន់ជុំវិញនៅក្នុងចំណោមភាពចលាចលនេះសម្លេងផ្ទៃក្នុងរបស់អ៊ីរ៉ង់ក៏បានចាប់ផ្ដើមមានការប្រែប្រួលផងដែរដោយអតីតរដ្ឋមន្ត្រីការបរទេសលោកមហាមេត ចាវ៉ាត់ សារីហ្វបានគេរាយការណ៍ថាត្រូវបានស្ដីបន្ទោសបន្ទាប់ពីលោកបានស្នើផែនទីបង្ហាញផ្លូវសម្រាប់សន្តិភាពនៅក្នុងទស្សនវិស័យ Foreign Affairs លោកសារីហ្វបានលើកឡើងថាការបន្តសង្គ្រាមអាចផ្ដល់នូវការពេញចិត្តខាងផ្លូវចិត្តប៉ុន្តែវានឹងបំផ្លាញប្រទេសជាតិទាំងស្រុងដូច្នេះអ៊ីរ៉ង់គួរតែកម្រិតកម្មវិធីនុយក្លេអ៊ែរនិងបើកច្រកសមុទ្រអកមូសជាថ្នូរទៅនឹងការលើកលែងទណ្ឌកម្មប៉ុន្តែសំណើនេះត្រូវបានទីភ្នាក់ងារសារព័ត៌មាន FAS ចាត់ទុកថាគឺផ្ទុយទៅនឹងសន្តិសុខជាតិដែលបង្ហាញថាក្រុមអ្នកមានឥទ្ធិពលនៅក្នុងទីក្រុងតេហេរ៉ង់នៅតែចង់បន្តការតស៊ូដោយកម្លាំងបាយជាងការបន្ទន់អិរិយាបថតាមផ្លូវការទូតទោះបីជាយ៉ាងណាក៏ដោយមកទល់ពេលនេះប្រតិកម្មពីសហគមន៍អន្តរជាតិជាពិសេសគឺប្រទេសអូស្ត្រាលីបានបង្ហាញឲ្យឃើញនូវការប្រុងប្រយ័ត្នខ្ពស់បំផុតដោយរដ្ឋមន្ត្រីថាមពលលោក Chris Bowen បានបដិសេធមិនធ្វើអត្ថាធិប្បាយលើសាររបស់លោកត្រាំឡើយប៉ុន្តែលោកបានបញ្ជាក់យ៉ាងច្បាស់ថាអូស្ត្រាលីចង់ឃើញច្រកសមុទ្រអកមូសបើកដំណើរការឡើងវិញដើម្បីផលប្រយោជន៍សេដ្ឋកិច្ចពិភពលោកប្រហែលជា1/5នៃប្រេងរបស់ពិភពលោកបានឆ្លងកាត់ផ្លូវទឹកនេះហើយការបិទផ្លូវនាវាពេលបច្ចុប្បន្នកំពុងតែបង្កនូវការឈឺចាប់ទៅដល់មនុស្សជាតិគ្រប់រូបនៅទូទាំងសកលលោកជាមួយនឹងការឈានចូលមកដល់នៃថ្ងៃផុតកំណត់លទ្ធផលនៃសង្គ្រាមនេះនឹងមិនត្រឹមតែកំណត់ជោគវាសនារបស់មជ្ឈមបូព៌ាប៉ុណ្ណោះទេប៉ុន្តែវាគឺជានាឡិកាវាស់ស្ទង់ស្ថិរភាពនៃអរិយធម៌មនុស្សជាតិទាំងមូលនៅក្នុងសតវត្សទី21នេះផងដែរប្រិយមិត្តទេសនិកជនជាទីគោរពរាប់អានបើយោងទៅតាមសន្ទុះនៃព្រឹត្តិការណ៍បច្ចុប្បន្នវាសនានៃតំបន់មជ្ឈមបូព៌ានិងសេដ្ឋកិច្ចពិភពលោកទាំងមូលកំពុងតែស្ថិតនៅលើមាត់ជ្រោះនៃសេណារីយ៉ូគ្រោះថ្នាក់បំផុតដែលការចរចាបទឈប់បាញ់45ថ្ងៃគ្រាន់តែជាការទប់ស្កាត់បណ្ដោះអាសន្នដើម្បីពន្យាពេលមហាសង្គ្រាមតែប៉ុណ្ណោះប្រសិនបើម៉ោង 8:00 នាទីយប់ថ្ងៃអង្គារនេះឈានចូលមកដល់ដោយគ្មានកិច្ចព្រមព្រៀងជាក់លាក់ពិភពលោកនឹងឃើញនូវការផ្លាស់ប្ដូរយុទ្ធសាស្ត្រពីការគំរាមកំហែងតាមពាក្យសម្ដីមកជាសង្គ្រាមហេដ្ឋារចនាសម្ព័ន្ធពេញលេញដែលអាមេរិកនិងអ៊ីស្រាអែលនឹងប្រើប្រាស់អំណាចអាកាសកំទេចបណ្ដាញអគ្គិសនីនិងសរសៃឈាមសេដ្ឋកិច្ចរបស់អ៊ីរ៉ង់ឲ្យគាំងដំណើរការទាំងស្រុងការព្យាករណ៍ដ៏អាក្រក់បំផុតនេះគឺអ៊ីរ៉ង់មិនចុះចាញ់ដោយងាយឡើយប៉ុន្តែនឹងប្រើប្រាស់នៅផែនការដុតបំផ្លាញតំបន់ដោយការបាញ់មីស៊ីលរាប់ពាន់គ្រាប់កំទេចរោងចក្រប្រេងនៅគុយវ៉ែតអារ៉ាប់រួមនិងបារ៉ែនដើម្បីបង្ខំឲ្យពិភពលោកទាំងមូលរងគ្រោះជាមួយខ្លួនដែលនឹងធ្វើឲ្យតម្លៃ
យប្រេងហក់ឡើងលើសពី$150នៅក្នុងមួយបារ៉ែលភ្លាមបង្កទៅជាវិបត្តិអតិផរណាសកលដែលមិនអាចគ្រប់គ្រងបាននិងធ្វើឲ្យប្រព័ន្ធហិរញ្ញវត្ថុពិភពលោកកាន់តែរង្គោះរង្គើដល់ឫសគល់ក្រឡេកទៅមើលអនាគតដ៏វែងឆ្ងាយការប៉ះទង្គិចគ្នានៅថ្ងៃអង្គារនេះនឹងក្លាយទៅជាចំណុចបញ្ចប់នៃឥទ្ធិពលការទូតរបស់សហរដ្ឋអាមេរិកបែបប្រពៃណីហើយជំនួសមកវិញនៅពិភពលោកបែកខ្ញែកជាពីរដែលមហាអំណាចនុយក្លេអ៊ែរលែងខ្លាចញញើតនៅក្នុងការប្រើប្រាស់កម្លាំងបាយដើម្បីដោះស្រាយវិវាទការព្យាករណ៍បានបង្ហាញថាបើទោះបីជាសង្គ្រាមធំត្រូវបានជៀសផុតនៅក្នុងរយៈពេលខ្លីក៏ដោយក៏ច្រកសមុទ្រអកម៉ូនឹងលែងក្លាយទៅជាផ្លូវទឹកសេរីដូចមុនទៀតហើយពីព្រោះអ៊ីរ៉ង់នឹងបង្កើតរបបត្រួតពិនិត្យថ្មីដែលបង្ខំឲ្យពិភពលោកត្រូវបង់ថ្លៃសេវាសន្តិសុខដ៏ខ្ពស់ដែលនេះគឺជាការផ្លាស់ប្ដូរភូមិសាស្ត្រនយោបាយសមុទ្រជារៀងរហូតលទ្ធផលចុងក្រោយនៃល្បែងស៊ីសងអំណាចរបស់លោកដូណាល់ត្រាំនឹងបង្កើតឲ្យមានការបង្រួបបង្រួមសម្ព័ន្ធភាពយោធាថ្មីរវាងអ៊ីរ៉ង់និងមហាអំណាចប្រជែងផ្សេងៗទៀតដែលនឹងធ្វើឲ្យតំបន់មជ្ឈិមបូព៌ាក្លាយទៅជាឃ្លាំងរំសេវដែលរងចាំតែថ្ងៃផ្ទុះជាអចិន្ត្រៃយ៍ដូច្នេះវាសនាពិភពលោកមិនមែនស្ថិតនៅលើតុចរចានៅអង្គការសហប្រជាជាតិទៀតឡើយប៉ុន្តែស្ថិតនៅលើម្រាមដៃដែលកំពុងតែដាក់លើប៊ូតុងមីស៊ីលនិងការសម្រេចចិត្តដ៏ឆេវឆាវរបស់មេដឹកនាំមហាអំណាចនៅក្នុងរយៈពេលប៉ុន្មានម៉ោងខាងមុខតែប៉ុណ្ណោះបងប្អូនយល់យ៉ាងណាដែរសូមខមមិននៅក្រោមវីដេអូអរគុណបងប្អូនដែលចំណាយពេលវេលាដ៏មានតម្លៃនៅក្នុងការតាមដានទស្សនាវីដេអូនេះតាំងពីដើមរហូតដល់ចប់សូមខន្តីអភ័យទោសរាល់កំហុសខុសឆ្គងដែលកើតឡើងដោយអចេតនាយើងនឹងបន្តជួបគ្នានៅវីដេអូក្រោយបន្ទាប់នេះសូមជម្រាបលា